ទំលាប់គ្រោះថ្នាក់ទាំង5ដែលបំផ្លាញថ្លើមរបស់អ្នកដោយមិនដឹងខ្លួនថ្លើមគឺជាសរីរាង្គដ៏សំខាន់បំផុតមួយរបស់រាងកាយដែលទទួលខុសត្រូវក្នុងការច្រោះជាតិពុលនិងរក្សាសុខភាពទូទៅទោះជាយ៉ាងណាក៏ដោយទម្លាប់ប្រចាំថ្ងៃជាច្រើនដែលហាក់ដូចជាកំពុងតែបង្កគ្រោះថ្នាក់ធ្វើឲ្យខូចថ្លើមដោយស្ងៀមស្ងាត់ដូច្នេះបើអ្នកមានទម្លាប់ដែលបានរៀបរាប់ទាំង5នេះដាច់ខាតត្រូវតែឈប់ធ្វើវាបើមិនអញ្ចឹងទេថ្លើមរបស់អ្នកនឹងរងផលប៉ះពាល់កាន់តែខ្លាំង 1. ការខ្វះជាតិទឹកស្ថានភាពនៃរាងកាយមិនត្រូវបានបំពេញបន្ថែមដោយទឹកគ្រប់គ្រាន់នឹងធ្វើឲ្យថ្លើមបង្កើនសកម្មភាពរបស់ខ្លួនដើម្បីបំពេញមុខងារកែច្នៃសារធាតុចិញ្ចឹមនិងកម្ចាត់ជាតិពុលនេះមិនត្រឹមតែដាក់សម្ពាធច្រើនលើថ្លើមប៉ុណ្ណោះទេថែមទាំងកាត់បន្ថយប្រសិទ្ធភាពនៃសរីរាង្គថែមទៀតផងលើពីនេះការខ្វះជាតិទឹកក៏រារាំងដល់ការផលិតទឹកប្រមាត់ដែលជាកត្តាសំខាន់ក្នុងការរំលាយខ្លាញ់និងយកកាកសំណល់ចេញពីរាងកាយផងដែរការមិនបានផ្ដល់ជាតិទឹកគ្រប់គ្រាន់ក្នុងមួយថ្ងៃក៏អាចនាំឲ្យមានហានិភ័យនៃការប្រមូលផ្ដុំជាតិពុលក្នុងថ្លើមដែលបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពថ្លើមរយៈពេលយូរយោងតាមអនុសាសន៍របស់អ្នកជំនាញផ្នែកវិទ្យាសាស្ត្រមនុស្សម្នាក់ៗគួរតែរក្សាទម្លាប់ផឹកទឹកយ៉ាងហោចណាស់2 លីត្រក្នុងមួយថ្ងៃដើម្បីធានាបាននូវមុខងារថ្លើមមានស្ថិរភាពនិងមានសុខភាពល្អ 2. ការរំលោភបំពានជាតិស្កររបបអាហារដែលមានជាតិស្ករខ្ពស់ដែលមាននៅក្នុងភេសជ្ជៈស្ករគ្រាប់និងអាហារកែច្នៃអាចនាំឲ្យកើតជំងឺខ្លាញ់រុំថ្លើមដែលមានជាតិអាល់កុលនៅពេលដែលអ្នកទទួលទានជាតិស្ករច្រើនពេកជាតិស្ករលើសនៅក្នុងឈាមរបស់អ្នកបង្ខំឲ្យថ្លើមបំលែងវាទៅជាខ្លាញ់យូរទៅការប្រមូលផ្ដុំជាតិខ្លាញ់នៅក្នុងថ្លើមអាចបណ្ដាលឲ្យរលាកនិងធ្វើឲ្យខូចមុខងាររបស់សរីរាង្គដើម្បីការពារថ្លើមអ្នកជំនាញណែនាំឲ្យមនុស្សកំណត់ការទទួលទានភេសជ្ជៈមានជាតិស្ករជៀសវាងអាហារដែលមានជាតិម្សៅចម្រាញ់ខ្ពស់និងបង្កើនការទទួលទានបន្លែបៃតងនិងផ្លែឈើស្រស់ការទទួលបានជាតិស្ករធម្មជាតិពីអាហារដែលមានសុខភាពល្អនឹងជួយកាត់បន្ថយបន្ទុកលើថ្លើមរបស់អ្នកនិងរក្សាសុខភាពទូទៅ 3. កង្វះនៃការគេងទម្លាប់នៃការនៅយប់ជ្រៅទៅធ្វើការឬកម្សាន្តកំពុងក្លាយជាមូលហេតុទូទៅនៃការខូចខាតថ្លើមក្នុងកំឡុងពេលគេងរាងកាយទទួលនៅការបង្កើតឡើងវិញនិងការស្ដារមុខងារឡើងវិញរួមទាំងការបន្សាបជាតិពុលពីថ្លើមផងដែរនៅពេលដែលគេងមិនគ្រប់គ្រាន់ឬមិនមានពេលគ្រប់គ្រាន់ភាពធន់របស់រាងកាយនឹងថយចុះហើយក្នុងពេលជាមួយគ្នានេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពថ្លើមក្នុងការជួសជុលនិងការពារខ្លួនជាពិសេសអ្នកដែលមានជំងឺរលាកថ្លើមរួចហើយជារឿយៗចូលគេងយឺតគឺប្រឈមនឹងការធ្វើឲ្យស្ថានភាពរបស់ពួកគេកាន់តែធ្ងន់ធ្ងរអ្នកជំនាញមកពីសមាគមការគេងរបស់អាមេរិកបានណែនាំថាមនុស្សគួរតែចូលគេងមុនម៉ោង11យប់ហើយរក្សាការគេងយ៉ាងហោចណាស់7ទៅ8ម៉ោងក្នុងមួយថ្ងៃនេះផ្ដល់ឲ្យថ្លើមនៅពេលវេលាគ្រប់គ្រាន់ដើម្បីលុបបំបាត់ជាតិពុលខណៈពេលដែលធានាបាននៅសុខភាពទូទៅកាន់តែប្រសើរឡើង 4. ការរំលោភបំពានអាហាររហ័សការទទួលទានអាហាររហ័សជាពិសេសអាហារបំពងដូចជាមាន់បំពងឬដំឡូងបំពងអាចបណ្ដាលឲ្យខូចថ្លើមធ្ងន់ធ្ងរអាហារទាំងនេះមានផ្ទុកនៅរ៉ាឌីកាល់សេរីដ៏សកម្មខ្ពស់ដែលអាចបំផ្លាញអាស៊ីតខ្លាញ់និងបំផ្លាញវីតាមីនសំខាន់ដូចជាវីតាមីន A និង E នៅក្នុងខ្លួនជាលទ្ធផលថ្លើមអាចរងការខូចខាតបង្កើនហានិភ័យនៃជំងឺរលាកថ្លើមហើយថែមទាំងនាំឲ្យមានជំងឺធ្ងន់ធ្ងរថែមទៀតការសិក្សាក៏បង្ហាញផងដែរថាមិនត្រឹមតែអាហាររហ័សប៉ុណ្ណោះទេអាហារចៀនទាំងអស់ដែលសម្បូរទៅដោយប្រេងមានផ្ទុកជាតិខ្លាញ់និងកាឡូរីខ្ពស់ប្រសិនបើទទួលទានជាប្រចាំវានឹងបង្កើនសម្ពាធលើកោសិកាថ្លើមកាត់បន្ថយសមត្ថភាពក្នុងការរំលាយជាតិខ្លាញ់យូរទៅខ្លាញ់កកកុញក្នុងថ្លើមបង្កើនជាស្ថានភាពមួយហៅថាថ្លើមខ្លាញ់នៅពេលដែលថ្លើមត្រូវបានគ្របដណ្ដប់ដោយស្រទាប់ក្រាស់នៃជាតិខ្លាញ់ហានិភ័យនៃជំងឺរលាកថ្លើមក្រិនថ្លើមនិងមហារីកថ្លើមកើនឡើងយ៉ាងខ្លាំង 5. អង្គុយច្រើនពេករបៀបរស់នៅបែបអង្គុយយូរ
មិនត្រឹមតែបង្កើនហានិភ័យនៃការធាត់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងរួមចំណែកដល់ភាពធន់នឹងអាំងស៊ូលីននិងខ្លាញ់ក្នុងថ្លើមផងដែរការរក្សាសកម្មភាពរាងកាយទៀងទាត់ដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទម្ងន់ធ្វើឲ្យប្រសើរឡើងនៅភាពប្រែប្រួលអាំងស៊ូលីននិងការពារការប្រមូលផ្ដុំជាតិខ្លាញ់នៅក្នុងថ្លើមអ្នកជំនាញបានផ្ដល់អនុសាសន៍ថាមនុស្សគ្រប់រូបគួរតែធ្វើលំហាត់ប្រាណយ៉ាងហោចណាស់150នាទីក្នុងមួយសប្តាហ៍តាមរយៈការធ្វើលំហាត់ប្រាណដូចជាការដើរលឿនជិះកង់ឬហែលទឹកលើសពីនេះការរួមបញ្ចូលគ្នានៃលំហាត់កម្លាំងនឹងជួយពង្រឹងសុខភាពនិងការពារថ្លើមបានកាន់តែមានប្រសិទ្ធភាព